បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាវិញម្ដងទៀតចូលទៅក្នុងវីដេអូទី3ដែលវីដេអូរបស់យើងគឺតាក់ទងជាមួយនឹងសម័យកាលអក្សរនិទានហើយនិងសម័យកាលដែលមានdegree លំដាប់ខ្ពស់បាទឥឡូវនេះយើងតែចូលក្នុងវីដេអូទី3លំហាត់ទី3ដែលយើងប្រើនៅក្នុងទម្រង់ note ចាស់របស់យើងដដែលទេអត់ទាន់មាន note ថ្មីទេអញ្ចឹងដើម្បីដោះស្រាយសម័យកាលអក្សរនិទានគឺយើងត្រូវការតាក់ទងជាមួយនឹងលក្ខខណ្ឌនេះនៅក្នុង radical លក្ខខណ្ឌរបស់វាគឺទាមទារឲ្យវាធំជាងឬស្មើ0នេះធំជាងឬស្មើ0ធំជាងឬស្មើ0ហើយនេះក៏ធំជាងឬស្មើ0អញ្ចឹងមុនដំបូងគឺលក្ខខណ្ឌណាហើយក្រោយពីមើលវីដេអូនេះចប់បងប្អូនអាចចូលទៅក្នុង link ខាងក្រោមធ្វើកិច្ចការផ្ទះនៅក្នុងហ្នឹងទៅគឺយើងដឹងពីសមត្ថភាពរបស់យើងថាតើយើងមើលហើយយើងចេះបានប៉ុន្មាននៅក្នុងវីដេអូហ្នឹងតើយើងអាចធ្វើបានដល់100ពិន្ទុពេញឬក៏ត្រឹម80 70អីចឹងទៅយើងអាច submit ទៅហើយយើងអាចមើលពិន្ទុបានដោយខ្លួនឯងណាតោះឥឡូវខ្ញុំចាប់ផ្ដើមធ្វើចម្លើយបាទអញ្ចឹងយើងពិនិត្យមើលទាំងអស់គ្នាបងប្អូនចម្លើយបាទខ្ញុំដាក់ចំណុចទី1តែម្ដងខ្ញុំអត់ដោះស្រាយសម័យកាលទៀតទេបាទទី1គឺយើងមានរឹស x បូកជាមួយនឹង5ស្មើនឹងរឹសនៃ 2x ដក1បាទអញ្ចឹងមុនដំបូងគឺលក្ខខណ្ឌណាលក្ខខណ្ឌខ្ញុំទៅសេអក្សរកាត់ដាក់ថា low ខចុះអាហ្នឹងគឺជាលក្ខខណ្ឌគឺយើងត្រូវឲ្យខាងក្នុង radical នេះគឺគេហៅថា radicon ហ្នឹងគឺធំជាងឬស្មើ0មកបាទអានេះមួយទៀតអញ្ចឹងយើងអាចថា 2x ដក1នេះធំជាងឬស្មើ0បាទយើងអាចដោះស្រាយវា x យើងទុក note ដដែលអានេះធំជាងឬស្មើនេះបូក5ព្រុញឆ្លងមកនេះបានដក5បាទអានេះពេលដក1រុញឆ្លងមកនេះបូក1 2x បានន័យថា2គុណនឹង x គុណរុញឆ្លងដូរទៅជាចែកចឹងយើងដក1លើ2បាទនៅក្នុងចំណោមលក្ខខណ្ឌទាំងពីរតើយើងត្រូវយកមួយណាអញ្ចឹងអ្វីដែលយើងត្រូវយកចម្លើយរួមរបស់វាឥឡូវយើងពិនិត្យមើលតកតងជាមួយនឹងបន្ទាត់ចំនួនឧទាហរណ៍ថាអានេះ0ហើយអានេះវាដក1លើ2ហើយនេះវាដក5ចាស់អញ្ចឹងវាធំជាងឬស្មើដក5បានន័យថាចាប់ពីដក5នេះមករហូតដល់ខាងចុងនេះបាទហើយធំជាងឬស្មើដក1លើ2គឺចាប់ពីនេះរហូតមកដល់ត្រឹមនេះសួរថាចាប់ពីដក5ទៅដល់ត្រឹមនេះហើយនឹងចាប់ពីដក1លើ2ដល់ត្រឹមនេះចម្លើយរួមរបស់វិសម័យការទីទាំងពីរហ្នឹងមួយណានេះគឺជាចម្លើយរួមរបស់វាបាទប៉ុណ្ណេះអញ្ចឹងបានន័យថាអ្វីដែលយើងត្រូវយកគឺចម្លើយ x របស់យើងត្រូវយកធំជាងឬស្មើដក1លើ2បាទអញ្ចឹងឥឡូវយើងបានលក្ខខណ្ឌហើយក្រោយពីបានលក្ខខណ្ឌហើយយើងអាចដោះស្រាយសម័យកាលពេលដែលយើងដោះស្រាយសម័យកាលទៅគឺយើងត្រូវផ្ទៀងផ្ទាត់ជាមួយនឹងលក្ខខណ្ឌរបស់យើងហើយលក្ខខណ្ឌនេះខ្ញុំតំណាងឲ្យទំនាក់ទំនងមួយចាស់នេះខ្ញុំតំណាងឲ្យទំនាក់ទំនងមួយបាទបន្ទាប់មកគឺយើងចាប់ផ្ដើមចូលដល់មួយទៀតគេលើកអង្គទាំងពីរជាក្រេណាគេបានគឺដើម្បីកុំឲ្យមាន radical អញ្ចឹងយើងលើកអង្គទាំងពីរជាក្រេទៅឲ្យវាចេញពី radical រួចហើយយើងចាប់ផ្ដើមស៊ីសងដោះស្រាយសម័យកាលធម្មតាបាទអញ្ចឹងយើងមានរឹសនៃ x បូក5អាហ្នឹងយើងលើកវាជាការ៉េមកហើយស្មើនឹង
ឬ 2x ដក 1 អាហ្នឹងយើងលើកវាជាការ៉េដែរមកបាទលើកជាការ៉េមកអញ្ចឹង radical ក្រោយពីលើកឡើងជាការ៉េវាប្រកបជាចេញពី radical រួចអញ្ចឹងនេះលើកឡើងជាការ៉េចេញរួចយើងបាន x បូក 5 ស្មើអានេះលើកឡើងជាការ៉េវាចេញរួចដែរបាន 2x ដក 1 អញ្ចឹងយើងរុញវាមកអង្គទី1មកចំពោះអក្សរ x ហើយលេខខ្ញុំរុញមកអង្គទី2អញ្ចឹង x នេះវានៅដដែលវានៅអង្គទី1ដដែល 2x នេះយើងរុញមកអង្គទី2វាឆ្លងសញ្ញាស្មើអានេះបូករុញឆ្លងដកបាទអានេះនៅដដែលទេអានេះបូក5ណាបូក5មុនណាបូក5រុញឆ្លងមកខាងនេះដូរទៅជាដក5នេះ x ដក 2x យើងបានដក x ស្មើដក1ដក5សញ្ញាដូចគ្នាបូកលេខបញ្ចូលគ្នាអញ្ចឹងយើងបានអូនបានដក5 1តម្លៃដែលយើងចង់បានមិនមែនចង់បានដក x ទេគឺយើងចង់បាន x អញ្ចឹងនៅពេលហ្នឹងគេយើងអាចគុណអង្គទាំងសងខាងនឹងដក1ឬក៏អានេះដក1រុញឆ្លងមកនេះចែកក៏បានដែរយើងអាចដាក់អញ្ចេះស្មើដក6មេគុណរបស់ x គឺដក1ដក1រុញឆ្លងដូរទៅជាចែកអញ្ចឹងដកចែកនឹងដកចេញបូក6ចែកនឹង1បាន6នេះគឺខ្ញុំតាំងដោយ2ឥឡូវយើងពិនិត្យមើលទាំងលក្ខខណ្ឌទាំងចម្លើយដែលយើងដោះបានក្នុងចំណោមទាំងពីរហ្នឹងតើយើងអាចយកចម្លើយ x ស្មើ6ដែរអត់លក្ខខណ្ឌរបស់វាគឺយើងយក x ធំជាងឬស្មើដល់1លើ2 x ធំជាងឬស្មើដល់1លើ2បាទអញ្ចឹងយើងពិនិត្យមើលបើ x ធំជាងឬស្មើដល់1លើ2ហើយនឹងអានេះ6ហ្នឹងវាធំជាងដក1លើ2អត់បាទ6វាធំជាងដក1លើ2អញ្ចឹងបានន័យថាអាហ្នឹងគឺជាចម្លើយរបស់យើងហើយដូចនេះតាម1និង2បាទគេបាន x របស់យើងស្មើ5 6នេះបាទកុំភ្លេចបងប្អូនណាបើយើងមើលវាឲ្យចប់វីដេអូនឹងឲ្យចប់ហើយយើងអាចមើលនៅ link ខាងក្រោមដែលខ្ញុំដាក់នៅក្នុង description របស់វាហ្នឹងដាក់ចូលឲ្យបងប្អូនអាចធ្វើកិច្ចការផ្ទះបានអាហ្នឹងគឺមើលហើយយើងហាត់វឹកហាត់ធ្វើកិច្ចការផ្ទះទៅបាទតោះឥឡូវយើងចូលដល់លេខ2យើងមើលលេខ2ទាំងអស់គ្នាលេខ2របស់យើងគឺយើងមានរឹសនៃ 3x បូក4ស្មើនឹងរឹសនៃ x បូក10បាទអញ្ចឹងដំបូងមុននឹងដោះស្រាយគឺយើងដាក់លក្ខខណ្ឌវាឲ្យនៅក្នុង radical គឺ radical ហ្នឹងធំជាងឬស្មើ0អញ្ចឹង 3x បូក4ធំជាងឬស្មើ0មួយទៀត x បូក10ធំជាងឬស្មើ0បាទបន្ទាប់មកយើងចាប់ផ្ដើមដោះស្រាយវិសម័យការតូចហ្នឹងគឺវិសម័យការនេះយើងរៀនដោះស្រាយតាំងពីថ្នាក់ទី8មកណាបាទឥឡូវយើងពិនិត្យមើលគោលបំណងគឺយើងចង់បានតែ x ទេធំជាងឬស្មើអានេះវាបូក4អូនបូក4រុញឆ្លងវាដូរទៅជាដក4 3x បានន័យថា3ហ្នឹងគុណជាមួយនឹង x គុណរុញឆ្លងចែកនេះបាទ x ធំជាងឬស្មើអានេះវាបូក10នៅអង្គទី1
រុញឆ្លងមកខាងនេះមកដូរទៅជាដក10អញ្ចឹងយើងពិនិត្យមើលពីហ្នឹងតើចម្លើយយើងយកមួយណាដក10ហើយនឹងដក4លើ3មួយណាធំជាងបាទគឺដក4លើ3ធំជាងដក10អញ្ចឹងយើងយក x ធំជាងឬស្មើដក4លើ3អានេះខ្ញុំតាងដោយ1បាទខ្ញុំពិនិត្យមើលបន្តិចសិនដាច់អត់បាទអូអត់អីទេបាទឥឡូវយើងពិនិត្យមើលបន្តទៀតមិនដែរអូនគឺយើងឲ្យលក្ខខណ្ឌរួចហើយបន្ទាប់ពីឲ្យលក្ខខណ្ឌរួចគឺយើងត្រូវលើកអង្គទាំងសងខាងជាការ៉េគេបានលើកអានេះជាការ៉េគឺលើករឹស 3x បូក4ហ្នឹងជាការ៉េហើយអានេះក៏យើងលើក x បូក10នេះជាការ៉េដូចគ្នាពេលដែលយើងលើកអង្គទាំងសងខាងជាការ៉េអាមួយនេះយើងចេញពីរ៉ាឌីការួចអានេះក៏ចេញពីរ៉ាឌីការួចដូចគ្នាបាទចឹងខ្ញុំលុបអានេះហ្នឹងណាលុបអានេះដើម្បីធ្វើចម្លើយយើងបន្តបាទតោះខ្ញុំលុបអានេះមួយចេញចឹងក្រោយពេលដែលយើងលើកជាការ៉េអានេះយើងអាចចេញពីរ៉ាឌីការួចជាងបាន 3x បូក4ស្មើអានេះក៏ចេញពីរ៉ាឌីការួចដែរគឺយើងបាន x បូក10យើងរុញពពួក x មកអង្គទី1ពពួកលេខទៅអង្គទី2 x នេះគឺយើងមាន 3x អានេះ x ទៅទេយើងរុញឆ្លងមកខាងនេះបានន័យថាអត់ទៅសេអញ្ចឹងគឺសញ្ញាបូករុញឆ្លងដក10នេះយើងទុកនៅដដែលអានេះបូក4រុញឆ្លងអង្គមកខាងនេះដូរទៅជាដក4 3x ដក x ចេញបានប្រមាណអូនបានគឺបាន 2x ស្មើ10ដក4ចេញបាន5 6 2x អត្ថន័យ 2x បានន័យថា2គុណនឹង x គុណរុញឆ្លងចែកចឹងបាន6ចែកជា2បានលទ្ធផលប៉ុន្មានអូនលទ្ធផលគឺបាន3ចឹងអានេះយើងតាងដោយ2យើងសរុបចម្លើយរបស់វាបាទគឺយើងយក1ហើយនឹង2យកមកដាក់ផ្គុំបញ្ចូលគ្នាយើងនឹងឃើញចម្លើយរបស់វាហើយបាទយើងយកដាក់វាបញ្ចូលគ្នាមកយើងឃើញចម្លើយបាទខ្ញុំសុំលុបនេះចេញបន្តិចទៅណាបាទនេះបាទចឹងដូចនេះតាម1និង2គេបានបាទអញ្ចឹងប្រៀបធៀបមកអានេះវាធំជាងឬស្មើដក3លើ2តែតម្លៃ x យើងគឺស្មើនឹង3បានន័យថាយើងអាចយកបានតម្លៃ x ស្មើ3ហ្នឹងវាត្រូវជាមួយនឹងលក្ខខណ្ឌអញ្ចឹងដូចនេះតាម1និង2 x របស់យើងគឺស្មើនឹង3បាទជាងចប់ចម្លើយលំហាត់ទី2ហើយមកយើងមកមើលចម្លើយលំហាត់លេខ3ម្ដងបាទអញ្ចឹងខ្ញុំសូមលុបអានេះហើយដើម្បីយើងធ្វើចម្លើយលំហាត់លេខ3បាទជមើលអត់ទាន់កន្លែងណាយើងអាច comment សួរមកហើយបើយើងយល់ថាមានប្រយោជន៍ដល់បងប្អូនយើងជំនាន់ក្រោយគឺយើងអាចជួយ share បាទជួយ share បន្តិចទេដើម្បីឲ្យគាត់បានមើលឃើញទាំងអស់គ្នាបាទតោះឥឡូវយើងបន្តនេះគឺយើងមានរឹសនៃ 5x ដក2ស្មើរឹសនៃ 4x បូក3
Chẳng chùm hiên nằm bốn cứ lệ khăn cứ dân ôi khăn khăn nông radical chỉ radical nắng thông chiên rư sma sốt chẳng pram x đỏ pi thông chiên rư sma sốt mới tiết buồn x bột 7 thông chiên rư sma mà sốt tỏ dân pinut bon to tiệt chẳng dân chập đàm tiền rột chùm lại vía dân tục tại ích tế đọ bì rung chlong bỏ đi bàn từ chia bố bì pram x bàn này thà pram côn nâng x côn rung chlong đồ từ chia chạy bà mỗi tiết anh này dân chục tục tại ích tế thông chiên người smá 7 ní cứ bột rung chlong bỏ đi đồ từ chia đọ 7 4x bàn này thà 4 côn nâng x côn rung chlong chạy nè bạn nó có nông chùm nóm chùm lợi bỏ vị sài ca tiền pì vị sài ca càng lớn nâng vị sài ca càng cao tao dân vô chùm lợi môi nè bà chùm lợi ruộng cứ dân vô cả thông chiền kì bạn nè pì là pram hay nâng đỏ bay là buồn nâng cứ pì là pram thông chiền chân dân vô ếch thông chiền rồi má pì là pram bạn nè dân chọc chùm lợi lệ khẳng chẳng dân pinut mơ bọn to tiết cứ dân thơ ca đọc sài sầm ca ní cứ dân lơ ong tiền sọt hàng chỉ kể chẳng nằm nạ cao thì mỗi cái lệ khánh tầm nạ cao thì tí cứ lơ ong tiền sọt hàng chỉ cả cả rể hay là ní lệ khánh ní trong tang đôi sầm cả muối tầm nạ tầm đồn muối bạn chẳng là lớn dân cha đam lơ ong tiền sọt hàng chỉ kể cứ dân miền rư pram x đỏ pí lơ làng chỉ kể hay nâng rư 4x bột 7 លើកឡើងជាក្រេពេលដែលយើងលើកឡើងជាក្រេវាចេញពីរ៉ាឌីការួចបានប៉ុណ្ណេះនេះចេញពីរ៉ាឌីការួចបានប៉ុណ្ណេះអញ្ចឹងពពុះមាន x ចឹងរុញវាមកអង្គទី1ពពុះអត់ x ខ្ញុំរុញទៅអង្គទី2អញ្ចឹង 5x នេះទុកដដែល 4x ជំរុញឆ្លងមកអង្គទី1បានទៅជាដក 4x 3នេះខ្ញុំទុកនៅដដែលដក 2 នៅអង្គទី1ជំរុញទៅអង្គទី2ដកដូរទៅជាបូក 5x ដក 4x ចេញជាងបាន x 3បូក 2យើងបាន 5បាទអញ្ចឹងអានេះយើងតាំងដោយ2យើងសរុបទាំង2នឹងចូលគ្នាតើចម្លើយ x យើងយកប៉ុណ្ណឹងបានអត់បាទ x របស់យើងលក្ខខណ្ឌគឺធំជាងឬស្មើ2លើ5បានន័យថាឲ្យតែធំជាងឬស្មើ2លើ5យើងយកហើយចម្លើយវាប៉ុណ្ណេះអញ្ចឹងអា x ស្មើ5ហើយនឹង2លើ5អាណាធំជាងបាទគឺ x ស្មើ5អញ្ចឹង x ស្មើ5អានោះវាធំជាងឬស្មើ2លើ5ហើយអានេះ5វាធំជាង2លើ5អញ្ចឹងបានន័យថាចម្លើយយើងយកបាទដូចនេះតាម1និង2គេបានចម្លើយ x របស់យើងគឺស្មើនឹង5នេះរបស់យើងជាចម្លើយរបស់យើងបាន complete បងប្អូនទាំងអស់គ្នាក្រោយពីមើលវីដេអូនេះចប់គឺយើងមានកិច្ចការផ្ទះនៅខាងក្រោមបាទចាំខ្ញុំដាក់កិច្ចការផ្ទះជូនបងប្អូនទាំងអស់គ្នាដើម្បីវឹកហាត់បាទរៀនធ្វើក្រោយពីយើងមើលហើយយើងរៀនធ្វើមើលតើយើងអាចមើលនឹងវាចេះបាន 100% ឬក៏អត់បាទឥឡូវខ្ញុំលុបពីសិនដោយសារតែយើងអត់មានកន្លែងសរសេរទេបាទខ្ញុំលុបពីសិនមកបាទតោះ
ចឹងចូលដល់ចំណុចលេខ 4 លេខ 4 របស់យើងគឺយើងមានរឹសនៃ x បូកជាមួយនឹង 12 ស្មើនឹងរឹសនៃ 3x ដំបូងគឺលក្ខខណ្ឌណាអូនលក្ខខណ្ឌរបស់យើងគឺឲ្យខាងក្នុងរ៉ាឌីកាល់នេះធំជាងឬស្មើ0គេឲ្យឈ្មោះថារ៉ាឌីកង់រ៉ាឌីកង់ហ្នឹងគឺធំជាងឬស្មើ0នេះធំជាងឬស្មើ0ដែរ 3x ធំជាងឬស្មើ0យើងទាញរក x មកអញ្ចឹង x នេះនៅដដែលនេះបូក12រុញឆ្លងទៅជាដក12 3x បានន័យថា3គុណនឹង x គុណរុញឆ្លងដូរទៅជាចែកយក0ចែកនឹង3បានប៉ុន្មានអូន0ចែកនឹង3បាន0ឥឡូវ x ធំជាងឬស្មើដក12ហើយនឹង x ធំជាងឬស្មើ0តើចម្លើយយើងយកមួយណាដក12ហើយនឹង0មួយណាធំជាងបាទគឺ0អញ្ចឹងបើ0ធំជាងយើងយក x ធំជាងឬស្មើ0បាទនេះខ្ញុំតាំងវាដោយទំនាក់ទំនងមួយបន្ទាប់មកទៀតគឺយើងចូលដល់ដំណាក់កាលលើកអង្គទាំងសងខាងជាការ៉េនេះគឺយើងលើកអង្គទី1នេះជាការ៉េលើកអង្គមួយនេះជាការ៉េហើយយើងលើកអង្គទី2នេះជាការ៉េបាទលើកវាជាការ៉េក្រោយពីលើកជាការ៉េយើងនឹងអាចចេញពីរ៉ាឌីកាល់រួចគឺបាន x បូក12អានេះក៏ចេញពីរ៉ាឌីកាល់រួចបាន 3x អញ្ចឹងយើងចាប់ផ្ដើមដោះស្រាយសមីការមួយហ្នឹងនេះពពុះ x ខ្ញុំរុញមកអង្គទី1អញ្ចឹង x នេះនៅដដែល 3x យើងរុញមកអង្គទី1ដូរទៅជាដក 3x បាទដក 3x ហើយដក12ខ្ញុំរុញមកអង្គទី2បូក12បូក12រុញឆ្លងអង្គទី2បានដក12អញ្ចឹងយើងពិនិត្យទាំងអស់គ្នាបាទខ្ញុំលុបបន្តិចសិនយើងពិនិត្យមើលទាំងអស់គ្នាថាយើងដកទៅឃើញចម្លើយប្រមាណពិនិត្យមើលមកយើងដកវាទៅយើងឃើញចម្លើយប្រមាណបាទអញ្ចឹងនេះ x ដក 3x ចេញសញ្ញាដូចគ្នាយើងដកលេខនេះអានេះ1ដក3វាបានដក2បាន x ស្មើនឹងដក12យើងពិនិត្យថានេះគឺដក 2x អត្ថន័យរបស់វាបានន័យថាដក2គុណនឹង x គុណរុញឆ្លងដូរទៅជាចែកអញ្ចឹងបានដក12ចែកនឹងដក2ដកចែកនឹងដកចេញបូកបាទដកចែកនឹងដកចេញបូក12ចែកនឹង2បានប៉ុន្មានអូន12ចែកនឹង2បាន12ចែកនឹង2បាន6អានេះគឺ2អញ្ចឹងពិនិត្យមើលលក្ខខណ្ឌរបស់វាគឺ x ធំជាងឬស្មើ0តើ x ស្មើ6យើងអាចយកបានទេបានឲ្យតែធំជាងឬស្មើ0គឺយើងអាចយកបានទាំងអស់អញ្ចឹង6វាធំជាង0ប្រកាសជាយកបានអញ្ចឹងចម្លើយ x យើងគឺស្មើនឹង6បាទដូចនេះតាម1និង2គេបានបាទ1និង2គេបានមិនអត់ពិនិត្យមើលគេបាន x ស្មើ5 6នេះជាចម្លើយរបស់យើងបាទចំពោះលំហាត់លេខ4បាទចឹងយើងចូលដល់លំហាត់លេខ5លំហាត់លេខ5គឺយើងមានរឹសនៃ 2x បូក7ស្មើរឹសនៃ 5x ដក8
មុនដំបូងគឺលក្ខខណ្ឌបាទលក្ខខណ្ឌយើងឲ្យលក្ខខណ្ឌមកលក្ខខណ្ឌរបស់វាគឺ រ៉ាឌីកង់ធំជាងឬស្មើ0នេះរ៉ាឌីកង់គឺ 2x បូក 7 គេហៅថារ៉ាឌីកង់ធំជាងឬស្មើ0នេះរ៉ាឌីកង់ដែរ 5x ដក 8 ធំជាងឬស្មើ0អញ្ចឹងយើងចាប់ផ្ដើមដោះស្រាយសមីការវិសមីការយើងប្រព័ន្ធវិសមីការយើងបាទនេះ x ខ្ញុំចង់បានតែ x ទេធំជាងឬស្មើបូក 7 រុញឆ្លងដក 7 2x បានន័យថា2គុណនឹង x គុណរុញឆ្លងដូរទៅជាចែកនេះយកតែ x ដែរទេធំជាងឬស្មើ8បាទដក 8 រុញឆ្លងទៅជាបូក 8 5x បានន័យថា5គុណនឹង x គុណរុញឆ្លងដូរទៅជាចែកបាទឥឡូវនេះទេ5លើ 8 នេះធំជាងហេតុអីដោយសារនេះដកទេហើយនេះបូកអញ្ចឹងបាន5លើ 8 ធំជាងអញ្ចឹងចម្លើយរបស់យើងវិស្វ័យការចម្លើយរបស់វិស្វ័យការយើងចម្លើយរបស់ប្រព័ន្ធវិស្វ័យការយើងគឺយក x ធំជាងឬស្មើ8លើ 5តាំងដោយទំនាក់ទំនងមួយចប់ជំហានដំបូងលក្ខខណ្ឌយើងចូលទៅដល់លើកអង្គទាំងសងខាងជាការ៉េបាទគឺយើងលើករឹសនៃ 2x បូក 7 នេះជាការ៉េហើយក៏យើងលើករឹសនៃ 5x ដក 8 នេះជាការ៉េដែរពេលដែលយើងលើកជាការ៉េអានេះចេញពីរ៉ាដេការួចយើងបាន 2x បូក 7 លើកជាការ៉េយើងបាន 5x ដក 8យើងរុញពួក x មកអង្គទី1ហើយពពួកលេខទៅអង្គទី2បាទសំលុបសិនយើងធ្វើអត់កើតទេអត់មានកន្លែងសរសេរបាទលុបវាសិនបាទពេលដែលយើងមើលគឺយើងអាចយកសៀវភៅមកគួយកត់វាទុកមកកត់វាទុកហើយយើងអាចធ្វើកិច្ចការផ្ទះខ្ញុំនឹងដាក់នៅ link នៅខាងក្រោមយើងអាចចុចចូលទៅយើងអាចធ្វើកិច្ចការផ្ទះបានដែរបាទអញ្ចឹងឥឡូវយើងពិនិត្យមើលបាទបាច់យើងតិចបាទក្តៅខែចាត់បាទអញ្ចឹងយើង 2x យើងទុកនៅដដែលមកយើងរុញ 5x ឆ្លងដូរទៅជាដក 5x ស្មើដក 8 7រុញឆ្លងដូរទៅជាដក 7 2x ដក 5x ចេញយើងបានដក 3x ស្មើសញ្ញាដូចគ្នាបូកលេខបញ្ចូលគ្នាបានដក 15 ដក 3x បានន័យថាដក 3 គុណនឹង x គុណរុញឆ្លងដូរទៅជាចែកអញ្ចឹងដក 15 ចែកនឹងដក 3 ដកចែកនឹងដកបូក 15 ចែកជា 3 បាន 5 អញ្ចឹងនេះគឺ 2 យើងពិនិត្យមើលលក្ខខណ្ឌ x ធំជាងឬស្មើ8លើ 5បើយើងចែកទៅបានតែ1ចុចទេហើយអានេះ5អញ្ចឹងយើងយកបានទេបាទយកបានបាទដូចនេះតាមលក្ខខណ្ឌគឺទំនាក់ទំនងមួយហើយនឹងការដោះស្រាយសមីការយើងទំនាក់ទំនង2គេនឹងអាចទាញបានថាតម្លៃ x គឺស្មើនឹង5នេះចឹងយើងចប់លំហាត់ទី5ហើយនៅលំហាត់មួយលំហាត់ទៀតគឺលំហាត់លេខ6បញ្ចប់វីដេអូរបស់យើងបាទអញ្ចឹងមកយើងមកក្រឡេកមើលលំហាត់លេខ6បន្តទៀតបាទមួយវីដេអូខ្ញុំព្យាយាមប្រើតែមួយម៉ូដនៃលំហាត់របស់យើងទេដោយសារតែខ្ញុំចង់ឲ្យយើងចេះមួយម៉ូដហ្នឹងបាទនេះ
យើងពិនិត្យមើលជំហានទី1អត់ខុសពីលំហាត់មុនទេគឺលក្ខខណ្ឌជំហានដំបូងបាទខ្ញុំសូមលុបអានេះហើយជំហានដំបូងគឺលក្ខខណ្ឌដាក់មកលក្ខខណ្ឌលក្ខខណ្ឌគឺយើងឲ្យរ៉ាឌីកង់គឺ6x ដល់4នេះធំជាងឬស្មើ0ឲ្យរ៉ាឌីកង់នេះគឺ 2x បូក12ធំជាងឬស្មើ0ដោះស្រាយវាx ធំជាងឬស្មើទុកអង្គទី1ទៅ x ទេដក4រុញឆ្លងដូរទៅជាបូក4 6x បានន័យថា6គុណនឹង x គុណរុញឆ្លងដូរទៅជាចែកមួយទៀតអានេះ x ធំជាងឬស្មើបូក12នេះរុញឆ្លងមកនេះទៅជាដក12 2x បានន័យថា2គុណនឹង x គុណរុញឆ្លងចែកយើងអាចចែកដាច់បានចែកទៅយើងឃើញប្រមាណអូនចែកទៅឃើញដក6ដែរបាទចឹងខ្ញុំទាញទៅនេះមកតង់ទៀតចាស់ x ធំជាងឬស្មើនេះយើងអាចសម្រួលនឹង2បាន2លើ3អានេះយើងចែកវាដាច់បានចែកបាត់មកបានដក5 1បាទដល់ពេលហ្នឹងចម្លើយយើងយកមួយណាអានេះតូចនេះតូចជាងនេះចឹងហ៎ចឹងយើងយកអានេះធំជាងឬស្មើបាទនាំឲ្យ x យើងធំជាងឬស្មើ2លើ3តំណាក់តំណង1យើងចប់ចំណុចទី1យើងចូលដល់ចំណុចទី2លើកអង្គទាំងសងខាងជាការ៉េបាទគេបានលើកអង្គទាំងសងខាងជាការ៉េយើងចាប់ផ្ដើមលើកនេះរឹសនៃ 6x ដល់4លើកវាជាការ៉េបាទស្មើនឹងនេះ 2x បូក12លើកវាជាការ៉េយើងលើកវាជាការ៉េបានអូនពិនិត្យមើលលើកវាជាការ៉េចេញពីរ៉ាឌីការួចគឺបាន 6x ដល់4ស្មើលើកវាជាការ៉េបាន 2x បូក12 6x ទុកនៅដដែលនេះ 2x រុញឆ្លងមកនេះបានដក 2x ស្មើនេះ12ទុកនៅដដែលដក4រុញឆ្លងមកនេះដូរទៅជាបូក4 6x ដក 2x ចេញបាន 4x ស្មើបូកចូលគ្នាបាន16 4x បានន័យថា4គុណនឹង x គុណរុញឆ្លងចែកបាន16ចែកជា4ស្មើនឹង4គឺតំណាក់តំណង2ជាងមើលលក្ខខណ្ឌគឺ x របស់យើងធំជាងឬស្មើ2លើ3ហើយនេះ4បាទត្រូវទេយកទេបាទយកបាទដូចនេះតាម1និង2គេបានតម្លៃ x ស្មើនឹង4បាទចឹងយកបាទថ្ងៃនេះយើងបញ្ចប់វីដេអូប៉ុណ្ណេះបាទអញ្ចឹងយើងជួបគ្នាប៉ុណ្ណឹងហើយយើងកុំភ្លេចជួយធ្វើកិច្ចការផ្ទះថងដើម្បីដឹងថាចំណេះដឹងយើងគ្រានចេញពីវីដេអូនេះចេះបានប៉ុណ្ណាបាទអញ្ចឹងប៉ុណ្ណឹងបានសុខសប្បាយបាយបាយ